นประสาทได้จุดจุลังវិញខ្លោងទ្វារចូលសពេជ្រសល់តែប៉ុណ្ណេះទេសពេជ្រយូនីកន្លែងតម្កល់លឹងផ្ទៃខាងលើបាក់អស់ហើយជញ្ជាំងខាងកើតបាក់រលំខូចអស់ដែរមើលផ្ទៃខាងក្រៅម្ដងទៀតប្រាសាទនេះមានកសិនព័ទ្ធជុំវិញមួយជុំប្រាសាទគោកពូនេះបើយើងមើលតាមសំណល់នៃសំណង់គឺថាមានពីរប្រាង្គនេះមួយនិងប្រាង្គនេះមួយដែលគេទៅជួសជុលឲ្យថ្មីប្រាសាទនេះកសាងនៅលើទីទួលមួយដែលមានកសិនព័ទ្ធជុំវិញហើយមានច្រកឬក៏ផ្លូវចូលមួយពីទិសខាងជើងក្រៅពីនោះគឺជាស្នាមនៃកសិនដែលព័ទ្ធជុំវិញអត់មានច្រកសម្រាប់ចូលទេប្រាសាទនេះជើងតម្រមានទម្រង់ជាយូនីប៉ុន្តែបែរជាជើងតម្ររបស់ព្រះឬក៏រូបទីសក្ការៈអ្វីមួយជារូបភាពដែលឈរនៅទិសផ្នែកឦសាននៃប្រាសាទផ្លូវចូលពីខាងជើងនេះគឺទ្វារចូលពីទិសខាងជើងហើយទ្វារចូលផ្លូវចូលពីក្រៅមកក៏ទិសខាងជើងដែរស្របគ្នាជាមួយទ្វារទៅទិសបែរទៅទិសខាងជើងការជញ្ជាំងខាងកើតជញ្ជាំងខាងលិចជញ្ជាំងខាងត្បូងជញ្ជាំងនៅទិសខាងកើតវារលំចឹងអស់ហើយអាញាធរអប្សរាទៅជួសជុលឲ្យថ្មីនោះប្រាង្គនៃប្រាសាទមួយទៀតដែលរលំចង់អស់ហើយប្រាសាទនេះរលំផ្នែកជាច្រើននៅតទៅជញ្ជាំងផ្នែកខាងត្បូងដែលមានទ្វារបញ្ឆោតនេះធ្វើពីថ្មភក់
ផ្អែប្រាសាទតម្រផ្អែឬក៏ជើងខាងក្រោមប្រាសាទក៏មិនដឹងដែរបាទសសពេជ្រ